បាទសូមគោរពជំរាបសួរដល់បងប្អូនពុកម៉ែមិត្តភក្តិនៅក្នុងបណ្ដាញសង្គម Facebook បាទទាំងអស់ជាទីគោរពជាទីនឹករលឹកបាទថ្ងៃនេះខ្ញុំបាទកុសលបាទជាតំណាងបាទជាមួយម្ចាស់ទៀនបានមកបកគោលជាភ្លើងសូឡាបាទកាមេរ៉ាមើលភ្លើងសូឡាបាទនៅនេះបាទនេះបាទភ្លើងសូឡាបាទថ្ងៃនេះហើយអរគុណច្រើនមែនទែនដល់ម្ចាស់ទៀនយើងដែលបានចូលរួមជាភ្លើងសូឡាដើម្បីដាក់បំភ្លឺនៅទីអារាមវត្តត្រពាំងនាលបាទដែលស្ថិតនៅក្នុងទឹកដីស្រុកត្រាំកក់ខេត្តតាកែវយើងក្បែរនៅភ្នំដំរីរមៀលបងប្អូនបាទកាមេរ៉ាមើលភ្នំនៅខាងក្រោយនេះបាទហើយទីអារាមវត្តយើងទើបតែកសាងទេបងប្អូនអត់ទាន់មានបានអ្វីពីច្រើននេះដែរទេបងប្អូនបាទនេះបាទយើងនៅរៀងផ្សត់ដែរបាទវត្តនេះបាទហើយបងប្អូនសពប្រជាជនបានឃើញបានចូលរួមកសាងបន្តផងបាទនេះឡើយខ្ញុំបាទមកថ្ងៃនេះគ្រាន់តែជាបកគោលភ្លើងសូឡាទេបាទអរគុណណាដល់ម្ចាស់ទៀនយើងមានបងស្រីចំណានបាទនៅខាងអាមេរិកបងស្រីបានចូលរួមចំនួនមួយដើមភ្លើងសូឡាបាទយើងដាក់ឲ្យនៅទីអារាមវត្តនេះតែទៀតយើងដើរថតបងប្អូនបានមើលបាទបន្ទាប់ទៀតគឺបងស្រី Tiffany Hen បាទនៅសហរដ្ឋអាមេរិកដែរបងស្រីបានចូលរួមចំនួនមួយដើមដែរបាទភ្លើងសូឡាបាទអរគុណណាចំពោះអស់លោកចាស់ទៀនដែលបានដាក់ជាភ្លើងសូឡាដើម្បីបំភ្លឺនៅទីអារាមវត្តនេះហើយយើងបាននិមន្តព្រះអង្គបានមកធ្វើកិច្ចបានចូលជូនអស់លោកចាស់ទៀនយើងដែលបានដាក់ភ្លើងសូឡានេះបាទឲ្យព្រះអង្គចាស់ធ្វើកិច្ចចាស់សូមអនុមោទនានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សអនិច្ចាវតសង្ខារាឧបាតវយធម្មិណោឧបាចេតវានិរាឆន្តិទេសង្វបសមសកោទានអតិយុទាយកាអតិឲ្យអំពីលោកនេះរមែងសម្រេចផលដល់អ្នកដែលចែកឋានទៅកម្មប្រឡប់ហើយដូច្នោះឯងអេចិតាំងបាចិតាំងតមហាងថាបមេវសមីចតោសូមអត្ថផលគឺផលជាទីគាត់ចិនដែលអ្នកប្រាថ្នាហើយតាំងចិនហើយចូលឲ្យសម្រេចដល់អ្នកឲ្យបានឆាប់រួចរាល់តនចិនសាកស្មីដល់រុងរឿងជាការវិសាអាចញ៉ាំសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេចបានសាធុសាធុសូមជូនវៈផលចំពោះទៅដល់មេត្តាបិតាគុណគ្រូឧបជាយាចាគុណយាតិកា7សន្តានជីដូនជីតារួមនៅក្តីណាលោកម្ចាស់ចែកឋានសូមជូនវៈផលកុសលកើនកានសូមសុខសែនសានដល់ឋានផុតទុក្ខទេវាកន្ធ្វានិវេតយងសាពេលោកកម្មហិយេសន្តាជីវន្តាហារហេមនោញ្ញភោចនាងសាពេលផន្តោមចេតសាទេសូមសាធុសាធុបាទអរគុណនេះបាទហើយលោកពូជាតំណាងខ្លាញ់ណោះគុណតិចហ្នឹងមុនមើលមុនទីទៅជួយយកទៅពូបាទជាតំណាងគណៈបាទប្រចាំខ្ញុំបាទជាលោកចានៅក្នុងវត្តត្រពាំងនាលនៅស្ថិតក្នុងភូមិត្រពាំងព្រៃគុំគូស្រុកត្រាំកក់ខេត្តតាកែវក៏បានសូមថ្លែងអំណរអគុណទៅដល់លោកអ្នកម្ចាស់ទៀនដែលនៅសហរដ្ឋអាមេរិកនោះដែលលោកបានជួយចូលរួមនៅភ្លើងសូឡាដាក់នៅវត្តត្រពាំងនាលដែលបានបំភ្លឺនៅក្នុងវត្តនេះខ្ញុំបាទនឹងក៏សូមប្រសិទ្ធពរជ័យសិរីជ័យចម្រើនគុលចូលដល់ក្រុមគ្រួសារលោកអ្នកម្ចាស់ទៀនទាំងអស់បានសុខបានចម្រើនរកទទួលទានមានបានតិចជុំសុខដុមរមនាប្រកបនៅពុទ្ធពរព្រះ4សម្បត្តិ3មនុស្សទេវតាព្រះនិព្វានកំបីក្លៀតឡើយសូមអនុមោទនាសុខចម្រើនទាំងអស់គ្នាសាធុបាទអរគុណច្រើនមែនទែនខ្ញុំបាទកសលក៏សូមអរគុណចំពោះអស់លោកចាស់ទៀនដែលបានជួយដាក់ជាភ្លើងសូឡាបំភ្លឺនៅវត្តនេះបាទអរគុណដល់បងស្រីចំណាននិងបងស្រី Tiffany Hen បាទដែលបានចូលរួមម្នាក់ម្ដាមបាទអរគុណណាស់សូមជូនពរអស់លោកមានសុខភាពល្អបាទសំណាងល្អបាទអាយុយឺនយូរនិងប្រាថ្នាអ្វីៗបានសម្រេចដោយបំណងអរគុណច្រើនបាទ